មកនៅគេខ្លះមានមីជាតិនៅផ្ទះតែដឹងធ្វើអីញ៉ាំអាចមកមើលមុខនេះបានជាតិឆាម្រះព្រៅសាច់ជ្រូកច្រាំរបៀបធ្វើងាយៗស្រួលៗជាដំបូងខ្ញុំមានសាច់ជ្រូកចំនួន1ខាំយើងហាន់វាដុំៗហើយចាំយកទៅច្រាំឲ្យម៉ត់បើមានម៉ាស៊ីនកិនសាច់ហើយយើងដាក់ក្នុងម៉ាស៊ីនទៅលឿនជាងច្រាំសាច់បានម៉ត់ល្អហើយខ្ញុំមកបុកខ្ទឹមនិងម្ទេសម្ដងសម្រាប់ខ្ទឹមនិងម្ទេសវិញដាក់តាមចំណូលចិត្តមកបងចង់ហឹរដាក់ហឹរតាមនឹងទៅនេះសម្រាប់គ្រឿងផ្សំវិញខ្ញុំមានប្រេងខ្យង1ស្លាបព្រាត្រីកន្លះស្លាបព្រាហើយរ៉ូឌី1ស្លាបព្រាកាហ្វេស្ករ1ស្លាបព្រាកាហ្វេយើងច្របល់ចូលគ្នាឲ្យសព្វចឹងមកដើម្បីងាយស្រួលពេលយើងឆានឹងបាច់ហត់ថែមថយច្រើនដល់ពេលយើងមកស្រុះមីខ្ញុំប្រើមីជាតិសាច់ជ្រូកច្រាំមីជាតិរសជាតិខ្មែរស្នាដៃខ្មែរជាតិរសជាតិសាច់ជ្រូកច្រាំមានជាកំប៉ុងនិងជាកញ្ចប់ជាតិរសជាតិសាច់ជ្រូកច្រាំសរសៃទន់ស្វិតក្លិនឈ្ងុយរសជាតិឆ្ងាញ់ស័ក្តិសមសម្រាប់អ្នកដែលចូលចិត្តធ្វើម្ហូបរមីជាតិគ្រប់គ្រងផលិតផលខ្មែរដោយគ្រប់គ្រងសេដ្ឋកិច្ចខ្មែរបងប្អូនអាចរកជាមីជាតិបាននៅតាមទីផ្សារនានាងាកមកមើលមីយើងវិញខ្ញុំស្រុះចំនួន2កញ្ចប់ស្រុះមើលតើសរសៃមីយើងទន់មិនល្មមហើយយើងស្រង់វាបានហើយមីរីកខ្លាំងពេកដោយសារតែយើងយកវាទៅឆាមកតង់ទៀតចាប់ប្រេងចុះខ្ទះបន្តិចខ្ញុំជៀនពងមាន់ដើម្បីទុកដាក់ពីលើមីយើងជៀនបែបជាប់ភ្នៅតិចៗចឹងហើយមិនឆ្ងាញ់ដាក់សាច់ជ្រូកច្រាំហើយនឹងខ្ទឹមម្ទេសដែលយើងបុកម៉ត់នឹងចូលយើងឆាវាឲ្យឆ្អិនបន្តិចហើយដាក់មីយើងចូលមកឆាត្រឡប់មីនឹងឲ្យចូលជាតិជាមួយនឹងសាច់ច្រាំរបស់យើងហើយចុងក្រោយគឺយើងដាក់ម្រះព្រៅចូលត្រឡប់ឲ្យតែម្រះព្រៅរបស់យើងរៀងសពបន្តិចមកគឺយើងដួសដាក់ចានបានហើយមើលទៅមីរៀងស្ងួតពេកខ្ញុំក៏បន្ថែមទឹកចូលបន្តិចតែកុំឲ្យច្រើនពេកឆ្អិនរួចរាល់ហើយខ្ញុំដួសដាក់ចានហើយបន្ថែមពងមាន់ជៀនពីលើមកគ្រាប់ទៀតមកកាន់តែតំណងហ្មងសម្រាប់អ្នកដែលទំនេរអត់ដឹងថាធ្វើអីញ៉ាំអាចធ្វើមុខនេះបានញ៉ាំជាមួយបងប្អូនឬក៏មិត្តភក្តិអីចឹងទៅរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណបងដែលមើលវីដេអូរបស់ខ្ញុំដល់ចប់ហើយបើចង់ឲ្យខ្ញុំធ្វើម្ហូបអីបន្តអាចខមមិននៅខាងក្រោមវីដេអូបានណាបាយបាយ